បាទសួស្តីបងប្អូនទាំងអស់គ្នានឹងថ្ងៃនឹងតនេហើយមកជីដើរលេងនៅម្ដុំអង្គស្នួលហើយក៏មកសម្រាប់ទៅហើយក៏ថតវីដេអូនេះទុកសម្រាប់បងប្អូនមើលទស្សនវិជ្ជាស្រែមានភ្នំនៃឆ្ងាយដែរហើយភ្នំដែលខ្ញុំបង្ហាញជូនបងប្អូនមើលហ្នឹងភ្នំហ្នឹងគេហៅថាភ្នំថ្មាត់ពងនៅជើងផ្លូវ51បាទនេះភ្នំហ្នឹងគឺភ្នំថ្មាត់ពងនៅផ្លូវលេខ51ហើយអាកាសធាតុថ្ងៃហ្នឹងដូចជាមិនអីរៀងសតុំបន្តិចប៉ុន្តែមើលទៅហាក់ជាមិនភ្លៀងទេនៅម្ដុំនេះហើយការធ្វើស្រែចកានៅនេះមានកន្លែងខ្លះធ្វើកន្លែងខ្លះអត់ចឹងណាហើយទឹកក៏វាមិនសឹមមានដែរចឹងទៅវាធ្វើស្រែវាអាចនឹងត្រូវការទឹកច្រើនកាលណាយើងស្ទើរទឹកស្រោចស្រពអញ្ចឹងវាអាចជាបញ្ហាដល់ដំណាំផងដែរមានអ្នកដាំដែរដាំទីទូចឡើងខៀវសង្កាត់នេះដាំនៅតែដាំទីទូចមិនសូវបានទេហើយតាមរយៈទៀតមានអ្នកដាំច្រើនអញ្ចឹងណាថ្ងៃដល់ជុំវិញមានដាំត្នោតមានស្មៅដាំឈើតូចហើយនៅបកគោភ្លើងបាទតែđâyមានសភាពស្ងប់ស្ងាត់ប៉ុន្តែក៏វាជាក្តីសុខម្យ៉ាងដែរនៅពេលដែលយើងមកមើលទស្សនវិជ្ជានៅទីនេះខ្ញុំចំពោះខ្ញុំចូលចិត្តតែមើលទស្សនវិជ្ជាបែបហ្នឹងអញ្ចឹងណាស្ងប់ស្ងាត់មានមើលពពកមើលវាស្រែមានភ្នំអីចឹងមកឲ្យមើលសតុំអញ្ចឹងណាវាធ្វើឲ្យយើងបាត់ទៅកំពល់ stress ទាំងឡាយខ្ញុំចូលចិត្តហើយតែនេះខ្ញុំមកលេងនៅម្ដុំហ្នឹងអត់ចោលសោះទោះបីថាវាឆ្ងាយពីកន្លែងខ្ញុំនៅប៉ុន្តែចាណាក៏ត្រូវមកលេងហ្នឹងដែរស្ងប់ស្ងាត់ស្រួលហ្នឹងហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរបាទអរគុណច្រើនបងប្អូនហើយបងប្អូនជួយ like និង subscribe វីដេអូរបស់ខ្ញុំផងបាទវីដេអូរបស់ខ្ញុំគឺជួយនិយាយអំពីទស្សនវិជ្ជាធម្មជាតិពិតដែលកើតមាននៅក្នុងប្រទេសកម្ពុជាយើងហើយវីដេអូដែលខ្ញុំបង្ហាញជូនហ្នឹងគឺជាវីដេអូដែលស្ថិតនៅក្នុងស្រុកអង្គស្នួលឃុំសំរោងលើបាទអរគុណច្រើនជម្រាបលាបងប្អូនបាទ